គុំពុកម៉ែបងប្អូនមកកាន់ព័ត៌មានមួយនេះបាទខ្ញុំពិតជាមានការហួសចិត្តខ្លាំងមែនតែននៅពេលដែលអនុទានបាននិយាយថាប្រទេសថៃពិតជាស្រឡាញ់នៅសន្តិភាពស្របពេលដែលយោធារបស់ខ្លួនសម្រាប់ធ្វើការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលបាទនៅក្នុងទីក្រុងបាងកកជារឿងដែលគួរឲ្យអស់សំណើចជាទីបំផុតនិងហួសចិត្តជាខ្លាំងកោតដែលលោកបានរលាស់អណ្ដាតខ្ជាក់សម្ដីហាស្ដីទៅរួចបាទនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុទានបានអះអាងថាថៃជាប្រទេសមួយដែលស្រឡាញ់នៅសន្តិភាពហើយថៃមិនមែនជាប្រទេសដែលឈ្លានពានប្រទេសដទៃនោះទេនេះបើតាមកាសែតរបស់ខៅសេតបានចុះផ្សាយនៅថ្ងៃទី20ខែធ្នូឆ្នាំ2025នេះតែម្ដងបាទទោះឈ្លានពានមកលើកម្ពុជាម្យ៉ាងទៀតពេលដែលប្រទេសនានាប្រឹងបបួលឲ្យមានការឈប់ប្រយុទ្ធគ្នាហើយកសាងនៅសន្តិភាពឡើងវិញបែរជានាយករដ្ឋមន្ត្រីរបស់ថៃរូបនេះបានបដិសេធដោយមានតែមេដឹកនាំកម្ពុជាតែម្ខាងដែលបានយល់ស្របមានន័យថានៅពេលដែលចុះសម្រុងចុះសម្រួលគ្នាឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃប៉ុន្តែក្នុងនោះគឺមានតែប្រទេសកម្ពុជាទេដែលបានគោរពនៅបទឈប់បាញ់ប៉ុន្តែប្រទេសថៃគឺមិនបានគោរពនៅបទឈប់បាញ់នោះទេពុកម៉ែបងប្អូនដោយនៅក្នុងថ្ងៃទី19ខែធ្នូលោកនាយករដ្ឋមន្ត្រីថៃគឺលោកអនុទានបានឆ្លើយតបទៅនឹងប្រជាពលរដ្ឋមួយក្រុមដែលសម្ដែងការគាំទ្រដោយលោកថាមិនថាសួរប៉ុន្មានដងចម្លើយគឺយើងមិនចាញ់នោះទេយើងមិនចង់ប្រើពាក្យថាឈ្នះទេព្រោះយើងមិនមែនជាអ្នកឈ្លានពានអ្នកណានោះទេយើងគឺជាប្រជាជាតិដែលស្រឡាញ់នូវសន្តិភាពនិងរីករាយប៉ុន្តែយើងមិនអនុញ្ញាតឲ្យនរណាម្នាក់មកឈ្លានពានយើងនោះឡើយបងប្អូននេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រីរបស់ថៃគឺលោកអនុទានលោកគឺមានប្រសាសន៍បែបនេះពុកម៉ែបងប្អូនហើយការអះអាងទាំងបំភ្លៃដើម្បីតែសម្លេងឆ្នោតឬក៏ការគ្រប់គ្រងរបស់លោកអនុទានបានធ្វើឡើងក្រោយប្រជាជនថៃមួយក្រុមបានធ្វើទស្សនកិច្ចនៅទីស្នាក់ការគណៈបកភូមិចៃថៃដើម្បីបង្ហាញការគ្រប់គ្រងចំពោះនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះការអះអាងរបស់លោកអនុទានដែលជាប្រទេសថៃជាប្រទេសដែលស្រឡាញ់សន្តិភាពនេះផ្ទុយពីការពិតទាំងស្រុងពុកម៉ែបងប្អូនផ្ទុយពីការពិតនោះគឺត្រង់ដែលថាថៃតែងតែរកលេសម្ដងអញ្ចេះម្ដងអញ្ចោះដើម្បីបង្កឲ្យមានការឈ្លានពានយ៉ាងសាហាវប្រៃសាយមកលើទឹកដីរបស់កម្ពុជាហើយថែមទាំងទាត់ចោលនៅកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរផងដែរគឺមិនព្រមចុះចេញនោះទេគឺនៅតែបន្តឈ្លានពានទោះបីជាមានកិច្ចអន្តរាគមន៍ពីសំណាក់ប្រធានាធិបតីអាមេរិកភាគីចិនជាមួយនឹងប្រធានអាស៊ានបច្ចុប្បន្ននេះគឺប្រទេសម៉ាឡេស៊ីក៏ដោយបងប្អូន3ប្រទេសដែលខាំងមិនឲ្យថៃមានការបោកបាញ់មកលើកម្ពុជាគឺមានអាមេរិកជាមួយនឹងចិនជាមួយនឹងប្រធានអាស៊ានបច្ចុប្បន្នគឺម៉ាឡេស៊ីប៉ុន្តែថៃគឺមិនព្រមឈប់នោះទេលើសពីនេះនយោបាយឈ្លានពានថៃបានដុតចំហេះនៃមហិច្ឆតាឈ្លានពានមកលើអធិបតេយ្យភាពកាន់តែខ្លាំងឡើងជាពិសេសគឺការប្រើប្រាស់បក្សីស្លាប់ដែកគឺ S16 នេះឯងគឺហោះសម្ញៃខ្លាំងមែនតែនចូលទៅជ្រៅណាស់មកលើទឹកដីរបស់ប្រទេសកម្ពុជាបងប្អូនហើយដោយស្រែកថាប្រទេសថៃគឺមិនបានឈ្លានពានមកលើប្រទេសកម្ពុជានោះទេរួចវាក៏បានខ្ជាក់ទម្លាក់គ្រាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរបងប្អូននេះថៃបានប្រើS16 ដើម្បីទម្លាក់គ្រាប់ដូចជាបំផ្លាញច្រើនណាពុកម៉ែបងប្អូនដូចជាស្ពានថ្នល់ផ្ទះសម្បែងប្រជាពលរដ្ឋនិងភូមិឋានជនស៊ីវិលរបស់ខ្មែរយើងច្រើនណាពុកម៉ែបងប្អូនថៃនៅតែមិនព្រម
បាទគោរពនៅបទឈប់បាញ់នោះទេដែលនាំឲ្យបាទប្រជាពលរដ្ឋខ្មែរស្លូតត្រង់បាទត្រូវជំលះខ្លួនភ្លាមនៅពេលដែលបាទ S16 ថៃឬក៏បាទតបទៅហ៊ានចូលមកបាទឈ្លានពាននៅលើទឹកដីខ្មែរដូចជាបាទការធ្វើឲ្យប្រជាពលរដ្ឋខ្មែរជំលះខ្លួនចេញពីបាទបណ្ដាខេត្តនានាដែលជាប់នៅនឹងព្រំដែនរបស់ថៃមានដូចជាបាទឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យនិងខេត្តកោះកុងផងដែរបងប្អូនគ្នាធ្វើឲ្យប្រជាពលរដ្ឋខ្មែរជំលះបាទពីមួយខេត្តទៅមួយខេត្តបាទឥឡូវនេះក៏បាទប្រជាពលរដ្ឋខ្មែរយើងគឺភាសសឹកច្រើនមែនតើដើម្បីបាទរួចខ្លួនទៅកាន់បាទទីទួលដែលមានសុវត្ថិភាពដែលបាទថៃបាទឈ្លានពានខ្លាំងមែនតើគួរបញ្ជាក់ផងដែរថាបងធំលើពិភពលោកទាំងពីរបាទមានប្រទេសសហរដ្ឋអាមេរិកបាទជាមួយនឹងចិនបាទកំពុងតែបន្តកិច្ចបាទខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នាដើម្បីទាញកម្ពុជាជាមួយនឹងថៃចូលមកអនុវត្តនៅបទឈប់បាញ់ឡើងវិញខណៈដែលកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីបរទេសអាស៊ានផ្ដោតទៅលើចំនួនបាទព្រំដែនរបស់កម្ពុជាថៃមកដល់នៅថ្ងៃទី22ធ្នូនេះហើយពុកម៉ែបងប្អូនបាទចាំមើលថាថ្ងៃទី22ធ្នូបាទនៅសល់រយៈពេលតែ2ថ្ងៃទៀតនោះទេបាទចាំមើលថាថៃអាចបាទគោរពនៅបទឈប់បាញ់ដើម្បីបាទធ្វើឲ្យប្រទេសទាំងពីរមានបាទសុខសន្តិភាពឡើងវិញបានដែរទេពុកម៉ែបងប្អូនប៉ុន្តែថ្ងៃនេះបាទគឺសៀមពិតជាក៏ឃ្លានខ្លាំងមែនទែនដោយបាទប្រើបាទយោធារបស់ខ្លួនជាមួយនឹងបាទយុទ្ធក្រោះចំនួន3គ្រឿងបានចូលមកដល់ថ្មដាដើម្បីបាទមកដល់គឺរបងផ្ទះរបស់ប្រជាពលរដ្ឋហើយពុកម៉ែបងប្អូនអញ្ចឹងនេះគឺជាទង្វើដ៏កក្លឿនខ្លាំងមែនទែនរបស់ថៃបាទដែលប្រើបាទយុទ្ធក្រោះជាមួយនឹងយោធាដោយចូលមកបាទរោគប្រជាពលរដ្ឋខ្មែរឬក៏ជនស៊ីវិលខ្មែរនៅលើទឹកដីបាទខ្មែរតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាអ្វីដែលហួសចិត្តគឺបាទហួសចិត្តជាមួយនឹងលោកអនុទានបាទនាយករដ្ឋមន្ត្រីថៃបាទដែលលោកបាននិយាយថាបាទស្រឡាញ់នូវសន្តិភាពប៉ុន្តែលោកមិនបានគោរពនៅបទឈប់បាញ់នោះទេបាទនៅតែព្យាយាមបាទធ្វើបាបទៅលើប្រជាពលរដ្ឋខ្មែរសុទ្ធស្លូតត្រង់បាទឲ្យបាទរើបំរាស់ចេញពីកន្លែងដែលមានសង្គ្រាមបាទមានថាគឺភាសសឹកពីកន្លែងដែលបាទផ្លោងគ្រាប់បាទបងប្អូនដឹងហើយថៃមិនមែនលេងឈុតតូចនោះទេបាទគឺលេងឈុតធំដោយប្រើបាទ S16 ជាមួយយុទ្ធក្រោះបាទចូលមកទីលំនៅឋានរបស់ប្រជាពលរដ្ឋជាមួយនឹងការបាទប្រើ S16 ដើម្បីបាទទម្លាក់គ្រាប់ដើម្បីផ្ដាច់ស្ពានផ្ដាច់ផ្លូវនិងសាលារៀនមន្ទីរពេទ្យបាទច្រើនកន្លែងណាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយបាទលោកនៅតែនិយាយថាប្រទេសរបស់ថៃគឺបាទត្រូវការសន្តិភាពបងប្អូនទន្ទឹងរង់ចាំទាំងអស់គ្នាថានៅថ្ងៃទី22ធ្នូនេះគឺនឹងមានការបាទប្រជុំពិសេសរបស់រដ្ឋមន្ត្រីបរទេសដែលអាស៊ានគឺផ្ដោតសំខាន់ទៅលើបាទបទឈប់បាញ់រវាងបាទកម្ពុជាជាមួយថៃបាទចូលរួមគឺមានបាទសហរដ្ឋអាមេរិកចិនជាមួយនឹងប្រធានអាស៊ានបងប្អូនចាំមើលតាមដានព័ត៌មានអស់នេះសល់តែ2ថ្ងៃទៀតនោះទេតើថៃបន្តបាទក៏បាទបន្តបាញ់នៅលើខ្មែរទៀតឬក៏បាទគោរពនៅបទឈប់បាញ់ដែរបាទអាមេរិកជាមួយនឹងចិនជាមួយនឹងបាទជាមួយនឹងប្រធានអាស៊ានបាទសម្របសម្រួលបាទបងប្អូនអរគ្នា